ជំរាបសួរនិងសួស្តីអតិថិជនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមកណែនាំនៅរថយន្ត Denza N9 Flagship ឆ្នាំ2025គឺជារថយន្ត SUV ប្រភេទ Plug-in Hybrid ជាមួយនឹងប្រភេទថាមពលលាយរវាងអគ្គិសនីនិងសាំងផងដែរដោយផ្ដោតទៅលើបច្ចេកវិទ្យាទំនើបនិងរចនាបថបែបប្រណិតរថយន្ត Denza N9 Flagship ឆ្នាំ2025នេះជារថយន្តស៊េរី P8 EV ដែលប្រើម៉ាស៊ីន 2.0 លីត្រ Turbo ព្រមទាំងម៉ូទ័រអគ្គិសនីចំនួន3ផងដែរមួយម៉ូទ័រខាងមុខ200 kW និងពីរម៉ូទ័រខាងក្រោយ240 kW ឬស្មើនឹងកម្លាំង680 kW ល្បឿនបើកបរ230 km ក្នុង1ម៉ោងការបង្កើនល្បឿនពី0ទៅ100 km ចំណាយពេលត្រឹមតែ 3.9 វិនាទីរថយន្តនេះមានថ្មលីយ៉ូម Iron Phosphate សមត្ថភាព47 kW ម៉ោងដែលអាចបើកបរជាមួយនឹងអគ្គិសនីបាន200 km ដោយមិនចាំបាច់ចាក់សាំងទេរថយន្តនេះផងដែរមានប្រវែងតួខ្លួន5258 mm ទទឹង2030 mm និងកម្ពស់1830 mm សម្រាប់ឯគម្លាតពីកង់ខាងមុខទៅកង់ខាងក្រោយមានប្រវែង3125 mm និងទម្ងន់រថយន្ត3130 kg រថយន្តនេះមានទ្វារចំនួន5ជាប្រភេទរថយន្ត SUV ខ្នាតធំបើកបិទទ្វារដោយប្រព័ន្ធអូតូចំណែកឯដៃទ្វារលុបចេញចូលទួលខ្លួនឡើងនិងកញ្ចក់ចំហៀងជំនួសដោយកាមេរ៉ានិងមានប្រព័ន្ធកាមេរ៉ាច្រើនចំនួន17គ្រាប់សម្រាប់ការចាប់យកទិដ្ឋភាពជុំវិញរថយន្ត360ដឺក្រេដែលជួយដល់សុវត្ថិភាពក្នុងការបើកបរនិងការចល័តឡានក្រៅផ្លូវអាចសាកថ្មរហ័ស Fast Charge ល្បឿនលឿនរយៈពេល30នាទីនិងសាកថ្មធម្មតារយៈពេល6ម៉ោងជាប្រភេទ3ម៉ូទ័របើកបរជាមួយនឹងប្រព័ន្ធ AWD និងមានសមត្ថភាពបត់កង់ខាងក្រោយមានបច្ចេកវិទ្យាជំនួយការបើកបរដូចជា Cruise Control Adaptive Cruise Control Lane Keeping Blind Spot Detection Emergency Braking និងសមត្ថភាពក្នុងការដាក់ឡានចូលចំណតដោយស្វ័យប្រវត្តិនៅផ្នែកចង្គៀងខាងមុខមានរាងទ្រវែងពិតជាស្រស់ស្អាតមើលទៅកលៀបទាន់សម័យកាលខ្លាំងមែនទែនចំណែកឯនៅផ្នែកខាងក្រោយមានចង្គៀងរាងទ្រវែងពីរសងខាងដោយមាន logo នៅចំកណ្ដាលរឹតតែស្រស់ស្អាតផងដែរចំណែកឯនៅផ្នែកខាងក្នុងរថយន្តទំហំ screen នៃអេក្រង់ digital សម្រាប់បង្ហាញព័ត៌មានពីរផ្ទាំងមានទំហំ 12.8 អ៊ីងនិង 15.6 អ៊ីងកម្រិត 2.5K ដែលគ្រប់គ្រងតាមបច្ចេកវិទ្យាឆ្លាតវៃមាន6កៅអីផ្ដល់ភាពងាយស្រួលក្នុងការបើកបរនិងធ្វើដំណើរកៅអីមានមុខងារមុខសាក្តៅត្រជាក់ខាងមុខ2និងកៅអីខាងក្រោយ2ផងដែរ speaker DVR LED មានចំនួន22គ្រាប់សំឡេងឮខ្លាំងនិងពីរោះល្អសម្រាប់បងៗដែលចង់បានសូមមកទស្សនានៅក្នុង showroom លើផ្លូវសហព័ន្ធរុស្ស៊ីជាប់គោលស្ពានអាកាស7មករាឬក៏តាក់ទងមកតាមលេខទូរស័ព្ទខាងក្រោមនេះ